បរោះបាយថ្នាំម្នាក់បង្កហិង្សាលើគ្រួសារនិងដុតផ្ទះខ្លួនឯងត្រូវអាវុធហត្ថរាជធានីភ្នំពេញចុះអន្តរាគមន៍ទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលាបន្ទាប់ពីទទួលបានព័ត៌មានសូមកិច្ចអន្តរាគមន៍តាមរយៈលេខទូរស័ព្ទបន្ទាន់1291នៅវេលាម៉ោង 16:30 នាទីថ្ងៃទី4 ខែឧសភាឆ្នាំ2026មានករណីបរិសុទ្ធម្នាក់ឈ្មោះម៉ៅចំណាប់ភេទប្រុសអាយុ36ឆ្នាំមានសភាពបែកថ្នាំធ្វើសកម្មភាពបង្កហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារព្រមទាំងដុតផ្ទះខ្លួនឯងនៅចំណុចផ្ទះលេខ42ផ្លូវលេខ19ភូមិ9សង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះដល់ទីតាំងកើតហេតុភ្លាមៗធ្វើអន្តរាគមន៍ជួយពន្លត់ភ្លើងដែលឆាបឆេះបានទាន់ពេលវេលាព្រមទាំងបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនជនបង្កផងដែរក្រោយហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះត្រូវបានបញ្ចប់ប្រជាពលរដ្ឋក្បែរខាងដែលទទួលរងនឹងការភ័យខ្លាចនិងបារម្ភពីទង្វើដុតផ្ទះរបស់ជនបង្កអាចនឹងឆេះរាលដាលដល់ផ្ទះពួកគាត់បានសម្ដែងការថ្លែងអំណរគុណដោយក្តីរំភើបបំផុតចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលាលោកឧត្តមសេនីយ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញផងដែរប្រសិនបើបងប្អូនបានជួបហេតុការណ៍ណាមួយត្រូវការអន្តរាគមន៍បន្ទាន់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញសូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ1291ឬអាចតាក់ទងតាមបណ្ដាញ Telegram WhatsApp Cool App របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានលេខ031-5-669ឬអាចឆាតទៅកាន់ Page Facebook របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានឈ្មោះថាភ្នំពេញ Gendarmerie